NVIDIA ចកកិច្ចព្រមព្រៀងប្រើបច្ចេកវិទ្យា AI របស់ Grok ដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួនលើការសន្និដ្ឋានទិន្នន័យ Inference NVIDIA កំពុងពង្រឹងភាពលេចធ្លោរបស់ខ្លួននៅក្នុងវិស័យបន្ទះ Chip AI បញ្ញាសិទ្ធិបនិមិត្តនៅថ្ងៃទី24ម៉ោងក្នុងតំបន់ក្រុមហ៊ុន NVIDIA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់សិទ្ធិប្រើប្រាស់បច្ចេកវិទ្យា Licensing Agreement ជាមួយក្រុមហ៊ុន Grok ដែលជាក្រុមហ៊ុនបង្កើតថ្មី Startup មានជំនាញក្នុងការរចនាបន្ទះ Chip AI ទោះបីជាចំនួនទឹកប្រាក់ពិតប្រាកដមិនត្រូវបានបង្ហាញក្តីប៉ុន្តែគេប៉ាន់ប្រមាណថាវាអាចឈានដល់$20,000 លានប្រហែល29 trillion won តាមរយៈកិច្ចព្រមព្រៀងនេះ NVIDIA បានទទួលបច្ចេកវិទ្យាស្នូលនិងធនធានមនុស្សនៅក្នុងផ្នែកបន្ទះ Chip AI សម្រាប់ធ្វើ Inference ការសន្និដ្ឋានឬការប្រើប្រាស់ទិន្នន័យដែលធ្លាប់ជាចំណុចខ្សោយរបស់ក្រុមហ៊ុនដោយរៀបចំកិច្ចព្រមព្រៀងនេះក្នុងទម្រង់ជាការផ្ដល់សិទ្ធិប្រើប្រាស់ NVIDIA អាចជៀសវាងពីបទបញ្ញត្តិប្រឆាំងការផ្ដាច់មុខ Antitrust Regulations ខណៈដែលខ្លួននៅតែអាចគ្រប់គ្រងក្រុមហ៊ុនដែលអាចដោះស្រាយចំណុចខ្សោយរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាពអ្នកវិភាគក្នុងឧស្សាហកម្មយល់ឃើញថា NVIDIA កំពុងកម្ចាត់គូប្រជែងដែលមានសក្តានុពលតាមរយៈអំណាចហិរញ្ញវត្ថុដ៏ខ្លាំងក្លាដើម្បីពង្រឹងតំណែងជាអ្នកដឹកនាំដែលគ្មានគូប្រជែងនៅក្នុងទីផ្សារបន្ទះ Chip AIយោងតាមសារព័ត៌មាន Reuters និងប្រភពផ្សេងទៀត NVIDIA និង Grok បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់សិទ្ធិប្រើប្រាស់មិនផ្ដាច់មុខ NVIDIA ក្រុងនឹងបញ្ចូលបច្ចេកវិទ្យារចនាបន្ទះ Chip AI របស់ Grok ទៅក្នុងផលិតផលរបស់ខ្លួនសហស្ថាបនិករបស់ Grok គឺលោក Jonathan Ross ប្រធានក្រុមហ៊ុនលោក Sunny Madra និងបុគ្គលិកផ្សេងទៀតត្រូវបានគេរំពឹងថានឹងចូលរួមជាមួយ NVIDIAចំណែកឯ Grok នឹងបន្តដំណើរការជាអង្គភាពឯករាជ្យដោយមានប្រធានផ្នែកហិរញ្ញវត្ថុលោក Simon Edwards ឡើងកាន់តំណែងជា CEO បង្កើតឡើងក្នុងឆ្នាំ2016 Grok គឺជាក្រុមហ៊ុនបន្ទះ Chip AI សហស្ថាបនិកលោក Ross គឺជាអ្នកអភិវឌ្ឍម្នាក់នៅពីក្រោយ TPU Tensor Processing Unit របស់ Google ដែលជាគូប្រជែងនឹង GPU របស់ NVIDIAនៅក្នុងខែកញ្ញា Grok បានគៀរទុនចំនួន$750 លានធ្វើឲ្យតម្លៃក្រុមហ៊ុនកើនដល់$6.9 ពាន់លានអំពីបច្ចេកវិទ្យា Model Generative AI មាន2ដំណាក់កាលការបណ្ដុះបណ្ដាល Training Model រៀនពីទិន្នន័យដ៏ធំការសន្និដ្ឋាន Inference Model បង្កើតចម្លើយសម្រាប់អ្នកប្រើប្រាស់ការបណ្ដុះបណ្ដាលគឺប្រៀបដូចចុងភៅបង្កើតមុខម្ហូបថ្មីចំណែកឯ Inference គឺដូចជាការបម្រើម្ហូបដល់អតិថិជនការបណ្ដុះបណ្ដាលត្រូវការថាមពលកុំព្យូទ័រដ៏ធំនិង GPU ជាច្រើនទោះបីជាយ៉ាងណាក៏ដោយ Inference ផ្ដល់អាទិភាពលើប្រសិទ្ធភាពដែលត្រូវការបន្ទះ Chip AI ដែលមានតម្លៃទាបនិងប្រើប្រាស់ថាមពលតិចបច្ចេកវិទ្យា Snow របស់ Grok មានជំនាញក្នុងបន្ទះ Chip AI ដែលមានសមត្ថភាពខ្ពស់និងតម្លៃទាបដែលត្រូវបានបង្កើតឡើងដើម្បីធ្វើការ Inference ក្រុមហ៊ុនអះអាងថាបន្ទះ Chip របស់ខ្លួនអាចដំណើរការ Model Generative AI លឿនមិនដោះគន់ខណៈកាត់បន្ថយការប្រើប្រាស់ថាមពលមកត្រឹមតែ 1/10ខណៈពេលដែល NVIDIA គ្រប់គ្រងទីផ្សារបណ្ដុះបណ្ដាល AI ក្រុមហ៊ុនបានប្រឈមមុខនឹងការប្រកួតប្រជែងពីក្រុមហ៊ុន Startup ក្នុងវិស័យ Inference ដែលសង្កត់ធ្ងន់លើប្រសិទ្ធភាពចំណាយនិងល្បឿនដោយមានបច្ចេកវិទ្យារបស់ Grok ក្រុមហ៊ុន NVIDIA អាចបង្កើនប្រសិទ្ធភាពផលិតផលរបស់ខ្លួនយ៉ាងខ្លាំងឧស្សាហកម្មតេជនីយការមើលរឿងនេះថាជាការទិញយកដោយប្រយោជន៍ដោយទាំងបច្ចេកវិទ្យានិងបុគ្គលិកត្រូវបានផ្ទេរទៅឲ្យ NVIDIAការនាំមុខក្នុងវិស័យ Inference កិច្ចព្រមព្រៀងនេះកើតឡើងខណៈដែល NVIDIA ប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងក្រុមហ៊ុនតេជនីយការធំៗដូចជា Google, Amazon និង Microsoft កំពុងអភិវឌ្ឍបច្ចេកវិទ្យាបន្ទះ Chip AI ផ្ទាល់ខ្លួនឯងក្រុមហ៊ុន Startup ដូចជា Cerebras ក៏កំពុងប្រកួតប្រជែងនឹង NVIDIA ដែរដោយការស្រូបយកបច្ចេកវិទ្យានិងធនធានមនុស្សរបស់គូប្រជែងមុន NVIDIA មានបំណងចង់ពង្រឹងភាពលេចធ្លោរបស់ខ្លួនមុនគូប្រជែងមានសន្ទុះ
ការជ្រើសរើសយកកិច្ចព្រមព្រៀងផ្ដល់សិទ្ធិប្រើប្រាស់និងជ្រើសរើសបុគ្គលិកជំនួសការទិញយកក្រុមហ៊ុនទាំងមូលត្រូវបានមើលឃើញថាជាយុទ្ធសាស្ត្រដើម្បីជៀសវាងពីការត្រួតពិនិត្យច្បាប់ប្រឆាំងការផ្ដាច់មុខអាជ្ញាធរនៅសហរដ្ឋអាមេរិកនិងអឺរ៉ុបបានរឹតបន្តឹងស្តង់ដារសម្រាប់ការរួមចូលគ្នារបស់ក្រុមហ៊ុនទាគនាការធំៗមុននេះ Google បានចុះហត្ថលេខាកិច្ចព្រមព្រៀងស្រដៀងគ្នាជាមួយក្រុមហ៊ុន Character.ai និង Amazon និង Microsoft ក៏បានធ្វើកិច្ចព្រមព្រៀងស្រដៀងគ្នាជាមួយក្រុមហ៊ុន Adept និង Inflection ផងដែរឧស្សាហកម្មទាគនាការចាត់ទុកកិច្ចព្រមព្រៀងទាំងនេះថាជាការទិញយកដោយប្រយោជន៍សារព័ត៌មាន Business Insider បានកត់សម្គាល់ថាកិច្ចព្រមព្រៀងទិញយកដែលផ្ដោតលើធនធានមនុស្សថ្មីៗនេះអាចបណ្ដាលឲ្យមានតែបុគ្គលិកនិងស្ថាបនិកមួយចំនួនតូចប៉ុណ្ណោះដែលទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យាដែលទាក់ទងនឹង AI